90 វិនាទីអាចជួយជីវិតអ្នកបានចឹងភាគច្រើនព្រឹត្តិការណ៍កើតឡើងមួយបើយើងអាចទប់ទល់90 វិនាទីបានយើងរួចខ្លួនមានន័យថាបើយើងចង់មនុស្សដែលទៅស្លាប់គេមនុស្សដែលទៅស្លាប់ខ្លួនដែលទៅធ្វើអីមួយដែលអវិជ្ជមានហ្នឹងដោយសារគាត់ទប់ទល់អា90 វិនាទីនោះអត់បាន90 វិនាទីគេមានរូបមន្តមួយដើម្បីទប់ទល់វាបានមាន4ជំហានព្រឹត្តិការណ៍មកកើតឡើងដែលធ្វើយើងខឹងធ្វើយើងស្អប់ធ្វើយើងដូចថាប្រតិកម្មខ្លាំងគឺជាបើយើងអត់ទប់ទល់អា4ដំណាក់កាលបានទេយើងនឹងមានគ្រោះថ្នាក់ក្នុងជីវិតមានន័យថាយើងអាចជាប់គុកយើងអាចវាយគេយើងអាចគេប្តឹងអីចឹងទៅចឹងរបៀប4យ៉ាងហ្នឹងគឺជាទី1យើងដឹងថាយើងកំពុងតែខឹងយើងកំពុងស្អប់យើងកំពុងតែដូចថាមុខម៉ៅយើងកំពុងស្នេហ៍យើងកំពុងកាត់ទោសចឹងទី2យើងចង់ដឹងថាហេតុអីក៏អ្នកនឹងធ្វើដាក់យើងចឹងយើងគិតមកពុកបាចឹងណាមិនក៏អ្នកនឹងធ្វើដាក់យើងចឹងយើងចង់ដឹងពីមុខហើយពេលដែលយើងចង់ដឹងធ្វើដំណាក់កាលនឹងបានយើងនឹងដឹងមានន័យថាដំណាក់កាលទី3គឺយើងយល់អ្នកនឹងធ្វើឆ្លើយដាក់យើងចឹងមកពីជីវិតគាត់អត់មានសេចក្តីសុខទេជីវិតគាត់នឹងពិបាករហូតអ្នកនឹងចង់កេងប្រវ័ញ្ចយើងចឹងមកពីប្រវត្តិគាត់ពីមុនណាកេងប្រវ័ញ្ចគេកេងប្រវ័ញ្ចគាត់រហូតចឹងបើគាត់កេងប្រវ័ញ្ចគេទេគាត់គិតថាជីវិតគាត់នឹងអត់ល្អទេចឹងឲ្យតែយើងចង់យល់យើងយល់បើយើងយល់ហើយដំណាក់កាលទី4នេះគឺជាយើងទម្លាក់អារម្មណ៍យើងស្ងប់ព្រោះអីអានេះគេហៅ adjust មានន័យថាយើងសម្របសម្រួលចិត្តកុំឲ្យយើងខឹងកុំឲ្យយើងស្អប់កុំឲ្យយើងដូចថាប្រតិកម្មចឹងបើយើងធ្វើអាទី1ទី2ទី3ទី4នឹងបានក្នុងរយៈពេល90 វិនាទីណាឯរយជីវិតមានជីវិតយើងល្អហើយអាហ្នឹងថ្ងៃមួយថ្ងៃរឿងកើតឡើងមកយើងច្រើនបើយើងអាចប្រើណាស់បានល្អ